brace and breeze ចឹងពាក្យពីរហ្នឹងយើងមើលឃើញថាសរសេរដូចគ្នាគ្រាន់ថាពាក្យមួយអត់មាន e ហើយពាក្យមួយទៀតមាន e ប៉ុន្តែថ្នាក់ពាក្យរបស់វាខុសគ្នាហើយអត្ថន័យរបស់វាក៏ខុសគ្នាដែរអញ្ចឹងថ្ងៃហ្នឹងឈើនឹងមកបង្ហាញអ្នកទាំងអស់គ្នាតាក់ទងទៅនឹងលក្ខណៈខុសគ្នារបស់ពាក្យពីរហ្នឹងអញ្ចឹងឥឡូវយើងមកមើលតាក់ទងទៅនឹងពាក្យទី1ដែលយើងអានថា brace ដែលមានថ្នាក់ពាក្យជា noun នាមបកប្រែថាដង្ហើមអូខេ example I ran out of breath after running I ran out of breath after running ខ្ញុំអត់ដង្ហើមក្រោយពេលដែលរត់បានន័យថាយើងអស់ខ្យល់នឹងឯងតែយើងតែនិយាយថាខ្ញុំអស់ខ្យល់ហើយក្រោយពេលដែលខ្ញុំរត់ហ្នឹងមានន័យថាយើងអស់ដង្ហើមមិនថាដង្ហើមនៅក្នុងសួតរបស់យើងហ្នឹងណាវាចេញមកក្រៅអស់ហើយអត់មាននៅក្នុងខ្លួនយើងទៀតទេដោយសារអីយើងរត់ហើយទៅវាហត់ហ្នឹងឯងពាក្យទី2 breathe ថ្នាក់ពាក្យជា verb កិរិយាសព្ទមានន័យថាដកដង្ហើមអូខេ example we breathe in oxygen and breathe out carbon dioxide we breathe in oxygen and breathe out carbon dioxide យើងដកដង្ហើមចូលឧស្ម័នអុកស៊ីសែនដកដង្ហើមចេញឧស្ម័នកាបូនឌីអុកស៊ីតមានន័យថានៅពេលដែលយើងដកដង្ហើមចូលហ្នឹងគឺយើងស្រូបយកឧស្ម័នអុកស៊ីសែនចូលហើយនៅពេលដែលយើងដកដង្ហើមចេញគឺយើងបញ្ចេញនៅឧស្ម័នកាបូនឌីអុកស៊ីតដែលយើងហៅថាឧស្ម័នកាបូនិកនឹងឯងអូខេអញ្ចឹងសរុបមកវិញតកតងទៅនឹងពាក្យ breath មានន័យថាដង្ហើមដល់ពេលពាក្យ breathe មានន័យថាដកដង្ហើមចាំឈប់ប្រើខុសទៀតអូខេអញ្ចឹងវីដេអូរបស់ឈើក៏មានតែប៉ុណ្្នឹងទេ Thank you so much everyone and goodbye សួស្តីអ្នកទាំងអស់គ្នាសាលា Startup Language គឺជាសាលាមួយដែលមានទទួលបង្វឹកសិស្សតាមអនឡាញគ្រប់កម្រិតដែលសាលាពួកយើងមានទទួលបង្វឹកសិស្សគ្រប់ស្ពាននីមួយៗដូចជា Speaking, Reading, Grammar និង Writing តោះនៅចាំពេលទៀតមកចុះឈ្មោះចូលរៀនទាំងអស់គ្នា